ដូច្នេះហើយអ្នកនឹងមិនអាចត្រឡប់មកវិញតើអ្នកកំពុងធ្វើអ្វីខ្ញុំនិយាយការពិតកុំចូលមកចិត្តសម្លៀកបំពាក់គឺខ្វក់កញ្ចក់មើលទៅមិនល្អទេខ្ញុំកំពុងប្រមានអ្នកបើហ៊ានប៉ះខ្ញុំប៉ារបស់ខ្ញុំនឹងមិនអាចទុកអ្នកបានទេវាល្អដែលអ្នកដឹងថាអ្នកខ្លាចប៉ុណ្ណាអ្នកនៅតែគិតថាអ្នកមានសមត្ថភាពប៉ុណ្ណាអ្នកគ្រាន់តែជាក្មេងគ្មានពេលសម្រាកអ្នកនៅតែត្រូវធ្វើជាឪពុកតាំងពីមានបទនេះមកខ្ញុំណែនាំអ្នកដើម្បីអនុវត្តជំនាញរបស់អ្នកយ៉ាងណាមិញអ្នកមានអ្វីមួយពីខាងក្រៅវាមិនងាយស្រួលទេក្នុងការរំលាយស៊ីយ៉ានរងចាំខ្ញុំសូមមើលពីរបៀបដែលខ្ញុំធ្វើវាឆ្មាំមកទៀតហើយត្រៀមយកជំហានដំបូងនៃជុំទី3មកទៀតហើយត្រៀមចាប់ផ្ដើមឆ្មាំមកទៀតហើយត្រៀម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 អ្នកខ្ញុំសុំទោសខ្ញុំទុកវាចោលខ្ញុំពិតជាសោកស្ដាយណាស់តោះធ្វើវាម្ដងទៀតមានរឿងអីសូមទោសខ្ញុំមិនដឹងថាហេតុអ្វីបានជាអ្នករៀបការនោះទេHugh Chengren តើអ្នកមានបញ្ហាអ្វីអត់ទេហេតុអ្វីអ្នកកុហកខ្ញុំតើអ្នកគិតថាវាល្អទេខ្ញុំសុំទោសនាយកខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេខ្ញុំមិនសាមនឹងអ្នកតតែសោះមក Hugh Chengren តើអ្នកមានបញ្ហាអ្វីខ្ញុំមិនសាមនឹងអ្នកតតែសោះខ្ញុំមិនសាមនឹងអ្នកតតែសោះខ្ញុំមិនសាមនឹងអ្នកតតែសោះដោយសារអ្នកមិនស្គាល់ខ្ញុំនឹងបង្រៀនអ្នកនៅមេរៀនមួយខូចខ្ញុំហ៊ានលបួងអ្នកបន្ទាប់ពីខ្ញុំរៀបការខ្ញុំហ៊ានលបួងអ្នកបន្ទាប់ពីខ្ញុំរៀបការខ្ញុំហ៊ានលបួងអ្នកបន្ទាប់ពីខ្ញុំរៀបការតើអ្នកឈួតទេតើអ្នកហ៊ានវាខ្ញុំទេគ្រប់គ្រាន់ខ្ញុំមានសំណាងណាស់មើលពីការបញ្ចេញមិត្តអារម្មណ៍និងអាកប្បកិរិយាវាល្អណាស់ Hugh Chengren រៀនបានល្អអ្នកពូកែធ្វើម្ហូបណាស់អ្នកមិនដឹងពីរបៀបចំអិនទេនាយកគាត់គ្រាន់តែជាព្រះរាជអាជ្ញាសាធារណៈប៉ុណ្ណោះខ្ញុំទៅតែបានមើលខ្សែភាពយន្តខ្ញុំធ្វើច្រើនហើយខ្ញុំមិនពូកែទេខ្ញុំមានមោទនភាពចំពោះអ្នកតើអ្នកខ្លាចជាព្រះរាជអាជ្ញាសាធារណៈដោយរបៀបណាតើគាត់មានបញ្ហាអ្វីឈុតបន្ទាប់គឺការបង្ហាញរបស់យើងគ្រប់គ្រាន់ហើយអ្នកមានសុខភាពមិនល្អឥឡូវនេះវាជាវេនរបស់អ្នកតើអ្នកណាប្រាប់អ្នកថាខ្ញុំមានសុខភាពមិនល្អអ្នកខ្លាំងអង្គុយចុះមកហេតុអ្វីខ្ញុំភ្លេចម្ដងទៀតគាត់មិនមែនជាមន្ត្រីយោធាទេហេតុអ្វីបានជាមាននរណាម្នាក់ដូចគ្នាតើអ្នកកំពុងគិតអំពីអ្វីតំបន់ព័ត៌មានទាំងមូលនេះគ្រាន់តែជាជនក្បត់ជាតិម្នាក់ប៉ុណ្ណោះវាល្អសម្រាប់អ្នកខ្លាំងជាងខ្ញុំអ្នកនឹងធ្វើវាកាន់តែប្រសើរធានគោខ្ញុំគិតថាអ្នកពិតជាចិត្តល្អណាស់ខ្ញុំគ្រាន់តែព្យាយាមកម្ចាត់ស្ដេចឆ្កួតនៃយូសិនអ្នកដែលខូចចិត្តគិតថាខ្លួនជាគិតថាអ្នកណាខូចចិត្តតើមានអ្នកផ្សេងទៀតនៅទីនេះទេបងប្រុសហៀកុំចាញ់បោកឆេងយោនាងខូចចិត្តមនុស្សស្រីខូចចិត្តគឺបោកមនុស្សស្រីដែលខូចចិត្តជានាងស៊ីងយូនេះពិបាកបន្តិចវានឹងមានគ្រោះថ្នាក់ខ្ញុំស្នើឲ្យអ្នកស្វែងរកសាកសពមិនចាំបាច់ទេវាគ្រាន់តែជាសេះប៉ុណ្ណោះតើមានគ្រោះថ្នាក់អ្វីតើវាជាអ្វីទេលោកគ្រូប្រសិនបើអ្នករកឃើញសាកសពអ្នកនឹងមិនទទួលបានលទ្ធផលល្អបំផុតទេចាប់តាំងពីឆេងយូគិតថានាងអាចដោះស្រាយវាបានអនុញ្ញាតឲ្យនាងធ្វើវារឿងបែបនេះនឹងកើតឡើងវាជាសេះធំតើអ្នកគិតថាវាជាក្មេងស្រីតូចមកពីគ្រួសាររបស់អ្នកទេខ្ញុំមិនខ្លាចដួលទេហេតុអ្វីបានជាអ្នកនៅគ្រប់ទីកន្លែងតើសេះទាំងពីរនៅឯណាលោកគ្រូខ្ញុំគ្រាន់តែចង់រៀនទេតើមានអ្វីដែលត្រូវរៀនចាប់ពីពេលនេះទៅប្រសិនបើអ្នកជួបប្រទះស្ថានភាពបែបនេះនៅក្នុងនាវិកស្វែងរកសាកសព
វានឹងមានបញ្ហាសម្រាប់នាវិកវាមិនមែនជាគំនិតល្អទេចេញយកខ្ញុំមិនអាចរងចាំឃើញអ្នកធ្លាក់ពីលើខ្នងសេះទេចេញយកអ្នកពិតជាអាត្មានិយមណាស់អ្នកនឹងមិនបោះបង់ចោលឡើយលើកមុនខ្ញុំមិនអាចសម្លាប់អ្នកបានទេលើកនេះខ្ញុំមិនសម្លាប់អ្នកទេខ្ញុំមិនមានភាពក្លាហានប្រឆាំងនឹងអ្នកទេមិនអីទេប៉ុន្តែខ្ញុំមិនអាចប្រឆាំងនឹងអ្នកបានទេមិនអីទេលោកគ្រូមានរយៈពេលយូរណាស់អស្ចារ្យពិតប្រាកដប្រទេសថ្មីគឺពិតជានៅក្នុងជីវិតមុនផ្ទះគឺជាពិភពលោកវាស្អាតណាស់តើអ្នកសុខសប្បាយទេតើអ្នកសុខសប្បាយទេបាទល្អឥតខ្ចោះអ្នកគឺល្អឥតខ្ចោះណាស់តើវាអាចទៅជាយ៉ាងណាតើវាជាទីតាំងខុសដែលខ្ញុំបានកំណត់ខ្ញុំបានប្រាប់អ្នកតើពេលនេះអាចត្រូវដោយរបៀបណាខ្ញុំគ្រាន់តែធ្វើពុតតើអ្នកសុខសប្បាយទេខ្ញុំមិនអីទេអ្នកបានរត់គេចខ្លួនម្ដងទៀតតើអ្នកសុខសប្បាយទេខ្ញុំមិនបានជួបអ្នកយូរហើយខ្ញុំខ្លាចថាខ្ញុំនឹងជាប់ក្នុងអន្ទាក់របស់អ្នកអ្វីកាន់តែចាប់អារម្មណ៍មកផឹកទឹកខ្លះហើយចុចកណ្ដឹងតើអ្នកកំពុងធ្វើអ្វីជាមួយម្ជុលវាគ្រាន់តែបន្តិចប្រហែលជាបុគ្គលិកបានទុកវាចោលតើអ្នកប្រកាសទេកុំបារម្ភសម្លៀកបំពាក់របស់តារាសម្ដែងមិនសមនឹងរាងកាយទេវាជារឿងធម្មតាទេដែលមានពួកគេវាជារឿងធម្មតាទេដែលមានពួកគេបងប្រុសយូអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកមានផ្លែឈើខ្លះសូមអរគុណអ្នកស្វាគមន៍អ្នកបានភ័យខ្លាចនៅពេលនេះមកញ៉ាំផ្លែឈើហើយចុចកណ្ដឹងញ៉ាំផ្លែឈើហើយចុចកណ្ដឹងវាមានរសជាតិឆ្ងាញ់សូមអរគុណមួយទៀតមួយទៀតមួយទៀតមក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 ចេញពីគុកនោះជាសឹកអ្នកគឺបែបនេះអ្នកអៀនណាស់អ្នកមិនអាចធ្វើអ្វីបានទេខ្ញុំឧត្តមសេនីយ៍គឺជាអ្នកចម្បាំងតើខ្ញុំអាចធ្វើអ្វីបានចំពោះមនុស្សធម្មតាទូទៅប្រយ័ត្នតើមានអ្វីកើតឡើងតើមានអ្វីកើតឡើងតើមានអ្វីកើតឡើង
តើមាន